បាទសួស្តីបងប្អូនអរគ្នានេះគឺជាការដកស្រង់នៅឈុតឆាកខ្លីៗនៅក្នុងរឿងពុទ្ធប្រវត្តិដែលខ្ញុំចង់ផ្សព្វផ្សាយទាក់ទងនឹងពុទ្ធសាសនាដើម្បីជាកុសលផលបុណ្យបានទាំងអស់គ្នាបាទអរគុណច្រើនបញ្ហាមួយដល់លោកចង់សួរស្អីគេលោករៀងលោកមើលទៅស្រស់ថ្លាពេលទិសដល់បរមគ្រូរបស់យើងបរមគ្រូរបស់លោកជានរណាទៅហើយបានព្រាបបណ្ដៅថាមិនដែរទៅកម្មទាំងឡាយកើតចេញពីហេតុព្រះតថាគតត្រាស់ហេតុហើយការពន្លត់ធម៌ទាំងនោះព្រះមហាសមណៈបានត្រាស់បែបនេះសូមនាំខ្ញុំទៅរកបរមគ្រូលោកផងទៅចូលកុំជឿអ្វីជំនឿគឺជាកិលេសដូច្នេះចូលកុំជឿសូមបីតែរឿងដែលយើងប្រាប់យើងធ្វើនេះគឺបង្រៀនឲ្យទម្លាយសច្ចធម៌ដោយខ្លួនឯងតួនាទីទី1របស់លោកគឺបំផ្លាញកិលេសរបស់លោកចោលហើយខ្លួនលោកតែប៉ុណ្ណោះដែលធ្វើបាបព្រះសមណគោតមដ៏ចម្រើនសូមទទួលយើងខ្ញុំទាំងពីរគឺជាសាវករបស់ព្រះអង្គផងចូលមកភិក្ខុទាំងឡាយចូលដំណើរជីវិតឲ្យបរិសុទ្ធឆ្ពោះទៅរកការបន្លត់ទុក្ខអ្នកទាំងពីរគឺមោគលាននិងសេរីបុត្រអ្នកទាំងពីរជាមេដឹកនាំនៃសាវក